សេចក្តីស្រឡាញ់ចំពោះសេចក្តីស្រឡាញ់មានច្រើនបែបច្រើនទម្រង់ណាស់អ្នកខ្លះឲ្យតម្លៃនៃសេចក្តីស្រឡាញ់លើរឿងស្មោះត្រង់អ្នកខ្លះឲ្យតម្លៃសេចក្តីស្រឡាញ់លើទ្រព្យសម្បត្តិកេរ្តិ៍ឈ្មោះសក្យុះជាដើមរឿងរ៉ាវនៃសេចក្តីស្រឡាញ់របស់មនុស្សម្នាក់ៗមានទម្រង់ផ្សេងពីគ្នាខុសប្លែកគ្នាក្នុងអត្ថបទដែលអ្នកកំពុងអាននេះសេចក្តីស្រឡាញ់3ចំណុចសំខាន់សម្រាប់ជីវិតនៃមនុស្សគ្រប់គ្នាហើយវាបានបង្ហាញពីគុណតម្លៃនៃការស្រឡាញ់សេចក្តីស្រឡាញ់ចំពោះខ្លួនឯងសេចក្តីស្រឡាញ់ដែលកើតឡើងដំបូងគេបំផុតគឺស្រឡាញ់ចំពោះខ្លួនឯងព្រោះគ្មាននរណាម្នាក់ស្រឡាញ់អ្នកជាងខ្លួនឯងនោះទេគ្មាននរណាម្នាក់អាចលើកលែងទោសឲ្យអ្នករហូតជាងខ្លួនឯងនោះទេកំហុសគ្រប់យ៉ាងរបស់អ្នកគ្មាននរណាម្នាក់អាចកែបានក្រៅពីអ្នកនោះទេតម្លៃរបស់អ្នកមិនមាននរណាម្នាក់ឲ្យតម្លៃថ្លៃជាងខ្លួនរបស់អ្នកនោះទេដូច្នេះចូលអ្នកស្រឡាញ់ខ្លួនឯងឲ្យបានច្រើនកុំបាក់ទឹកចិត្តនៅពេលមាននរណាម្នាក់ស្ដីបន្ទោសឲ្យអ្នកនៅពេលមាននរណាម្នាក់វាយតម្លៃលើអ្នកនៅពេលមាននរណាម្នាក់ស្អប់អ្នកត្រូវចាំថាប្រសិនបើអ្នកមិនស្រឡាញ់ខ្លួនឯងទេតើមានមនុស្សមកពីឋានព្រះអណាដែលស្រឡាញ់អ្នកស្មើជាងជីវិតខ្លួនអ្នកនោះគឺគ្មានទេទោះបីជាអ្នកចង់ស្លាប់ក៏គ្មាននរណាមានចិត្តចង់ស្លាប់ជាមួយអ្នកដែរចំពោះសេចក្តីស្នេហាវិញបើសិនអ្នកមានស្នេហាព្រះឆាមានសេចក្តីស្រឡាញ់คล้ายសេចក្តីស្រឡាញ់ដែលបោកប្រាស់សូមកុំឈឺចាប់ដោយសារសេចក្តីស្រឡាញ់ដែលក្បត់គុណតម្លៃនេះអីចូលធ្វើខ្លួនឲ្យរឹងមាំមានការជឿជាក់ខ្ពស់ហើយកុំស្រឡាញ់នរណាម្នាក់ជាងខ្លួនអ្នកឲ្យសោះព្រោះបើអ្នកស្រឡាញ់គេខ្លាំងជាងខ្លួនអ្នកហើយនោះគុណតម្លៃនៃអ្នកវាមានកម្រិតទាបជាងគុណតម្លៃនៃអ្នកដទៃដែលធ្វើឲ្យយើងមានការឈឺចាប់គ្មានថ្ងៃស្បើយនៅពេលដែលគេក្បត់ហើយការឈឺចាប់នោះវាអាចមានកម្រិតធ្ងន់ជាងជីវិតរបស់ខ្លួនទៅទៀតអញ្ចឹងហើយបានជាមានមនុស្សខ្លះមិនបានយល់ពីគុណតម្លៃនៃខ្លួនឯងមនុស្សនោះគេឲ្យតម្លៃខ្ពស់លើមនោសញ្ចេតនាបន្ទាប់ពីមនោសញ្ចេតនាក្បត់ខ្លួនគេឬសេចក្តីស្រឡាញ់ក្បត់គេក៏ចាត់ទុកខ្លួនឯងគ្មានតម្លៃអាចឈានចូលក្នុងគ្រោះមរណៈដ៏សែនជ្រៅព្រោះតែបន្ថោកគុណតម្លៃខ្លួនឯងមួយទៀតគឺសេចក្តីស្រឡាញ់ពិតដោយការជឿជាក់សេចក្តីស្រឡាញ់បរិសុទ្ធមួយដោយមានការជឿជាក់ហើយមិនខ្វល់ពីភាពវិជ្ជមានគឺជាសេចក្តីស្រឡាញ់ពិតប្រាកដមិនថាអ្នកមានសេចក្តីស្រឡាញ់លើនរណាម្នាក់ឬស្រឡាញ់លើអ្វីមួយនោះទេហើយសេចក្តីស្រឡាញ់របស់អ្នកគឺជាសេចក្តីស្រឡាញ់ពិតប្រាកដនោះអ្នកនឹងឲ្យតម្លៃខ្ពស់ខ្លាំងលើមនុស្សឬរបស់អ្វីមួយដែលអ្នកស្រឡាញ់ទោះបីអ្នកផ្សេងគេមិនឲ្យតម្លៃលើរបស់នោះក៏ដោយតែចំពោះអ្នកផ្ទាល់វាមានតម្លៃធំធេងណាស់មិនអាចវាស់បានទេចំពោះស្នេហាវិញការស្រឡាញ់នរណាម្នាក់ដោយចិត្តបរិសុទ្ធមិនបានមើលទៅលើទ្រព្យសម្បត្តិកិត្តិយសមុខមាត់ឋានៈបុណ្យស័ក្តិចំណុចអាន់នោះគឺជាការស្រឡាញ់មួយយ៉ាងត្រឹមត្រូវដោយចេញពីចិត្តការស្រឡាញ់ដោយចិត្តបរិសុទ្ធនេះមានឥទ្ធិពលធំធេងណាស់ទោះបីមនុស្សដែលអ្នកស្រឡាញ់នោះមានចំណុចអាក្រក់យ៉ាងណាក៏ដោយការស្រឡាញ់ធ្វើឲ្យអ្នកមិនគិតដល់ចំណុចអាក្រក់នោះទេមិនចាត់ទុកជាចំណុចអវិជ្ជមានក្នុងជម្រើសរបស់អ្នកនោះទេត្រូវចាំថាបើមាននរណាម្នាក់គេស្រឡាញ់អ្នកព្រោះតែទ្រព្យសម្បត្តិរូបរាងស្អាតមានសក្យុះការស្រឡាញ់បែបនេះមិនមែនជាការស្រឡាញ់ពិតប្រាកដនោះ
វាគឺជាការស្រឡាញ់បោកប្រាស់ហើយនៅថ្ងៃមួយដែលអ្នកអស់តម្លៃអ្វីដែលគេចង់បានបុគ្គលម្នាក់នោះគេនឹងដើរចេញពីអ្នកទៅរកអ្នកផ្សេងដោយមានគុណតម្លៃលើខ្លួនគេដែលត្រូវការដែលគេចាក់ចេញពីអ្នកព្រោះគេមិនបានឲ្យតម្លៃលើសេចក្តីស្រឡាញ់បរិសុទ្ធដែលកើតចេញពីចិត្តគេស្រឡាញ់អ្នកដោយសារតែគេឲ្យតម្លៃលើអ្វីផ្សេងហើយការចាក់ចេញរបស់គេទោះបីជាមិនចាក់ចេញនៅពេលនេះក៏នៅថ្ងៃខាងមុខគេនឹងចាក់ចេញពីអ្នកដដែលអញ្ចឹងហើយសូមកុំហាមឃាត់គេកុំចងគំនុំនឹងគេដល់លេងគេទៅប្រសិនបើអ្នកមិនដោះលែងគេទេអ្នកនៅតែចង់ឲ្យគេវិលមកវិញដោយប្រើគ្រប់មធ្យោបាយប្រការនេះប្រការនោះទោះបីអ្នកបានគេក៏អ្នកគ្មានសុភមង្គលក្នុងជីវិតដែរហើយវារត់តែបំផ្លាញអ្នកទៅវិញដោយភាពលោភលន់នៃចិត្តហើយអាចបង្កឲ្យអ្នកមានគ្រោះថ្នាក់ដោយប្រការណាមួយទៀតផងប៉ុន្តែបើអ្នកដោះលែងគេដោយការអត់ធ្មត់នោះអ្នកនឹងស្វែងរកឃើញសេចក្តីស្រឡាញ់មួយយ៉ាងពិតប្រាកដការរស់នៅដោយមានសុភមង្គលនោះហើយគឺជាគុណតម្លៃនៃភាពជាមនុស្សសូមកុំស្វែងរកសេចក្តីស្រឡាញ់ទាំងឡាយណាដែលបោកមនោសញ្ចេតនាហើយកុំព្យាយាមគប់ចិត្តនរណាម្នាក់ដោយមិនស្រឡាញ់យើងមិនឲ្យតម្លៃលើភាពជាខ្លួនយើងព្រោះវាមិនមែនជាសេចក្តីស្រឡាញ់ទេហើយអ្នកត្រូវចាំថាមិនមែនមនុស្សទាំងអស់សុទ្ធតែមិនស្រឡាញ់អ្នកនោះទេមិនមែនមនុស្សទាំងអស់មិនទទួលយកគ្រប់យ៉ាងនៃអ្នកនោះទេក៏ដោយសារតែចិត្តលោភលន់របស់អ្នកមិនព្រមបើកឲ្យទូលាយទើបអ្នកគិតថាគ្មានអ្នកស្មោះមួយទៀតគឺក្តីស្រឡាញ់ដែលគ្មានហេតុផលឪពុកម្ដាយរបស់អ្នកស្រឡាញ់អ្នកពួកគាត់មិនបានគិតពីផលប្រយោជន៍នៃការតបស្នងសងគុណរបស់អ្នកឡើយពួកគាត់ស្រឡាញ់អ្នកដោយស្មោះអស់ពីបេះដូងដោយគ្មានហេតុផលណាមួយលើកយកមកបញ្យល់ពីទំហំនៃសេចក្តីស្រឡាញ់របស់ពួកគាត់បានទេហើយនេះជាសេចក្តីស្រឡាញ់បែបធម្មជាតិដែលគ្មានហេតុផលសេចក្តីស្រឡាញ់មួយដែលគ្មានហេតុផលគ្មានការប្រកាន់វណ្ណៈគ្មានការពិចារណាថាអ្វីខុសអ្វីត្រូវសេចក្តីស្រឡាញ់មួយនេះវាបានធ្វើឲ្យមនុស្សងងឹតងប់ងល់ចំពោះស្នេហាវិញប្រសិនបើមានមនុស្សម្នាក់ដែលស្រឡាញ់អ្នកគ្មានហេតុផលគេព្រមតាមអ្នកទាំងអស់ដោយមិនខ្វល់ពីខ្លួនគេមិនខ្វល់ពីគ្រួសារគេមិនខ្វល់ពីសង្គមមនុស្សដែលសើចចំអកដល់រូបគេហើយក៏មិនខ្វល់ពីសិលធម៌នៃមនុស្សដែរសេចក្តីស្រឡាញ់មួយនេះវាប្រៀបដូចជាមនុស្សខ្វាក់អញ្ចឹងគេព្រមធ្វើគ្រប់យ៉ាងដើម្បីមនុស្សដែលគេស្រឡាញ់រហូតដល់គេមិនស្គាល់ខ្លួនជានរណាហើយសុខចិត្តលះបង់នៃខ្លួនគេដើម្បីមនុស្សដែលគេស្រឡាញ់ប៉ុន្តែផ្ទុយមកវិញប្រសិនបើសេចក្តីស្រឡាញ់បែបនេះត្រូវបានមនុស្សដែលគេស្រឡាញ់ក្បត់នោះសេចក្តីស្រឡាញ់ដែលគ្មានហេតុផលមួយនេះនឹងប្រែមកជាសេចក្តីស្រឡាញ់អាក្រក់និងរងទុក្ខបំផុតក្នុងជីវិតមនុស្សដែលត្រូវបានគេក្បត់គេនឹងរងការឈឺចាប់យ៉ាងធ្ងន់ធ្ងរបំផុតដោយសារតែគេស្រឡាញ់ខ្លាំងដូច្នេះហើយការឈឺចាប់ក៏ខ្លាំងដែរការឈឺចាប់នេះអាចនឹងកែប្រែរូបគេជាមនុស្សម្នាក់ផ្សេងដែលខុសពីខ្លួនគេពីមុនគេមានការរឹងមាំផ្លូវចិត្តខ្លាំងជាងមុនហើយគេក៏យល់ដឹងសេចក្តីស្រឡាញ់បានច្រើនជាងមុនផងហើយការស្រឡាញ់របស់គេអាចប្រែរហូតដល់គេជាមនុស្សក្បត់ក៏មានដែរព្រោះតែបទពិសោធន៍នៃការឈឺចាប់ដ៏ប្រេះស្រាំក្នុងបេះដូងរបស់គេសេចក្តីស្រឡាញ់ដែលគ្មានហេតុផលនឹងធ្វើឲ្យមនុស្សម្នាក់រងទុក្ខបើសិនសេចក្តីស្រឡាញ់របស់គេត្រូវបានក្បត់ដូច្នេះចូលកុំស្រឡាញ់នរណាម្នាក់ខ្លាំងពេកខ្លាំងរហូតគ្មានហេតុផលគ្មានការពិចារណារកហេតុផលត្រឹមត្រូវព្រោះសេចក្តីស្រឡាញ់របស់អ្នក
មិនប្រកាសថាមនុស្សដែលអ្នកស្រឡាញ់នោះគេមើលឃើញឬមានសេចក្តីស្រឡាញ់ដូចអ្នកបែបនេះទេហើយគេអាចនឹងមានចិត្តក្បត់ណាមួយក៏ថាបានដែលធ្វើឲ្យអ្នកដទៃរងនឹងការឈឺចាប់តែម្នាក់ឯងតែពិតទៅសេចក្តីស្រឡាញ់គ្មានហេតុផលនេះវាក៏បានបង្ហាញពីគុណតម្លៃនៃសេចក្តីស្រឡាញ់ក្នុងបេះដូងរបស់មនុស្សម្នាក់ហើយវាជាការប្រពៃណាស់ដែលអ្នកមានមនោសញ្ចេតនាបែបនេះប៉ុន្តែត្រូវមានហេតុផលនៃការស្រឡាញ់ផងបើមិនដូច្នេះទេវាក៏អាចឲ្យអ្នករងគ្រោះផងដែរដោយគ្មានហេតុផលដូចគ្នា